ករណីបាញ់ថ្នាំស្មៅតែដីអត់មានទឹកប៉ុន្តែដីសើមបើបងប្អូនសួរថាបាញ់ងាប់អត់ងាប់បងប្អូនប៉ុន្តែវាប៉ះពាល់ស្រូវវាអន់ស្រូវខ្លាំងតិចករណីស្រែមួយកន្លែងនេះកសិកររបស់ខ្ញុំគាត់បខំបាញ់ទាំងអត់មានទឹកដោយសារតែស្រូវនឹងអាយុច្រើនស្មៅនឹងក៏វាអាយុច្រើនដែរជាក់ស្ដែងនេះបងប្អូនឃើញចាញ់ផ្កាហើយស្រូវនេះវាចូលមួយខែជាងខែចូល2ខែlâuហើយណាគាត់ព្រោះស្ងួតហើយជាប្រភេទពូជ OM ទៀតពេលអញ្ចឹងវាអាក់ពេលយូរហើយមានភ្លៀងសើមដីវាអត់មានទឹកដាក់ទេអញ្ចឹងទៅគាត់បង្ខំបាញ់ទាំងអត់ទឹកតែបើបងប្អូនសួរថាស្មៅងាប់អត់វាអត់ងាប់ល្អ 100% ទេបងប្អូនប៉ុន្តែវាបានត្រឹម80 ទៅ 85% តកតងនឹងការបាញ់ស្រូវនេះខ្ញុំប្រើ4ធាតុសកម្មខ្ញុំប្រើទី1 Cihalofop ដោយសារវាមានស្មៅយួនហើយមាន Propanil មាន Clomazone មាន Benazone ទៀតដោយសារមានកក់ភ្នែកក្តាមប៉ុន្តែអ្វីដែលយើងសម្គាល់ឃើញគឺប្រភេទស្មៅគល់ក្រហមស្មៅយួនឃើញវាងាប់លឿនខ្លោចទៅមកអាណាទូចនេះសាក់ខ្លោចនេះបើសិនជាមានទឹកប្រលិចគឺលយស្អាតមកប៉ុន្តែដោយសារយើងអត់ទឹកហើយស្មៅនេះធំទៀតអញ្ចឹងបើយើងសរុបលទ្ធផលមកយើងបាញ់បានឲ្យតែដីសើមនឹងបើករណីបងប្អូនយើងចាំបាច់តែបើអត់ចាំបាច់វាមិនមែនជាការណែនាំគួរឲ្យបាញ់ទេហើយបើសិនជាបាញ់យើងប្រើកម្រិតរាងចាស់បន្តិចបងប្អូនប្រើរាងច្រើនបន្តិចខ្ញុំដាក់ទៅថតកន្លែងស្មៅយួនទាំងធំឲ្យបងប្អូនមើលស្រែទួលសិតតែស្មៅប៉ុន្តែខ្ញុំគិតថាប៉ុណ្នេះយើងអាចទទួលយកបានដោយសារតែធម្មតាកសិករយើងគាត់ធ្វើដីអត់ស្អាតដែរហើយព្រោះគោកទៀតដល់ពេលអញ្ចឹងទៅស្មៅមិនមែនស្មៅធម្មតាស្មៅធំបាទប៉ុន្តែក្រោយបាញ់ថ្នាំហើយខ្ញុំគិតថាប៉ុណ្នេះលទ្ធផលប៉ុណ្នេះយើងទទួលយកបានបើសិនជាករណីសំណាងមានភ្លៀងមួយមេធំអីមកនេះស្មៅនេះគឺវាងាប់ហើយវាចាប់ផ្ដើមងាប់ហើយរយៈពេលនៃការគាត់បាញ់នេះដូចជាទៅតែបាន4ថ្ងៃ5ថ្ងៃទេបងប្អូនប្រើកម្រិតនេះខ្ញុំប្រើ 100cc ទាំង C5 ទាំង Clomazone ហើយនឹង Propanil បើ Benazone ខ្ញុំប្រើតែ 50cc ទេនេះគាត់បាញ់ដៃផងបានប៉ុណ្ណឹងបើសិនជាករណីបាញ់ដ្រូនប្រហែលជាស្អាតជាងនឹងទៀតហ្នឹងបងប្អូនអូខេអរគុណច្រើនក្រោយមកយើងមើលថ្ងៃរៀបលិចជាវីដេអូចែករំលែកមិនមែនជាការប្រម៉ូទផលិតផលទេណាបងប្អូនមើលបានដើម្បីជាការចែករំលែកជាការកំសាន្តខ្ញុំអត់ធ្វើវីដេអូជាលក្ខណៈប្រម៉ូទផលិតផលលក់ផលិតផលអីទេតែខ្ញុំធ្វើជាវីដេអូជាការចែករំលែកជូនបងប្អូនបើសិនជាបងប្អូនឆ្ងល់ចង់ដឹងទាក់ទងជាមួយនឹងធាតុសកម្មទៅលើដំណាំស្រូវ
បងប្អូនអាចតាក់ទងឆាតសួរខ្ញុំបានវាជាការចូលរួមចែកម្លែកគ្នាដើម្បីការពារការប្រើប្រាស់ទៅវាខុសគោលដៅមិនចំគោលដៅនាំឲ្យបងប្អូនខាតថវិកាច្រើនខាតពេលវេលាបើយើងសរុបមកយើងចូលរួមក្នុងការកាត់បន្ថយការចំណាយមួយដែរអូខេអរគុណច្រើន